ចូលដល់មង្គលទី17ក្នុងចំណោមមង្គលទាំង38ដែលធ្វើឲ្យជីវិតមានសុភមង្គលសេចក្តីស្ងប់វិបុលសុខការសង្គ្រោះញាតិដើមឈើដុះមួយដើមធំមានមែកសាខាគង់ថ្ងៃណាមួយខ្យល់ព្យុះបក់ដួលតែបើមានដើមឈើដទៃនៅអមជុំវិញវានឹងជួយទប់ខ្យល់បានខ្លះដែរយ៉ាងណាយើងត្រូវរាប់អានសាច់ញាតិសន្តានរបស់យើងមានសាមគ្គីភាពល្អដើម្បីសេចក្តីសុខក្នុងក្រុមគ្រួសារទី1ប្រភេទនៃញាតិប្រែថាអ្នកស្គាល់មាន2ប្រភេទកញាតិសាច់សាលោហិតមានដល់ញាតិសាច់សាលោហិតបានដល់ញាតិសាច់សន្តានជាប់ខ្សែស្រឡាយពីដូនតាមកញាតិធម៌មានដល់អ្នកដែលយើងស្រឡាញ់រាប់អានស្និទ្ធស្នាលជាអ្នកជិតខាងជាមិត្តភក្តិឬបងធម៌ប្អូនធម៌ជាដើមទី2គឺការសង្គ្រោះការជួយសង្គ្រោះញាតិមិត្តជាកាតព្វកិច្ចដែលខានមិនបានសម្រាប់មនុស្សម្នាក់ព្រោះនាំមកនូវមិត្តភាពនិងការស្រឡាញ់រាប់អានការសង្គ្រោះមាន4ប្រភេទកគឺទានគឺចែករំលែកទ្រព្យសម្បត្តិជួយសង្គ្រោះឬឲ្យខ្ចីនៅពេលញាតិមានគ្រោះថ្នាក់វិបត្តិណាមួយមិនត្រូវភ្លេចញាតិទេខវិចារល្អគឺនិយាយសម្ដីពីរោះពិសាទន់ភ្លន់មិនមែនអួតអាងខ្លួនឯងហើយក្អេងក្អាងនោះទេកអត្តចរិតល្អគឺប្រព្រឹត្តអំពើអ្វីដើម្បីបានជាប្រយោជន៍ដល់ញាតិដូចជាជួយខ្វល់ខ្វាយក្នុងពិធីបុណ្យរៀបការជាដើមខលើកតម្កើងញាតិមិនមើលងាយញាតិសន្តានរបស់ខ្លួន